បាទបងប្អូនខ្ញុំក្រងក្រានពេកខ្ញុំចាប់ទៅក្រងវាច្រើនពេកបងប្អូនមើលស្លឹកណាហើយស្លឹកនេះផងដែរគេហៅថាវល្លិទឹកដូចខ្ញុំចង្អុលកន្លែងខ្ញុំចង្អុលហ្នឹងបងប្អូនវល្លិទឹកហ្នឹងហើយអ្នកដើរក្នុងព្រៃគេស្រែកទឹកគេនេះឲ្យវល្លិធំបងប្អូននេះវល្លិធំហើយបើស្រិនស្រែកទឹកទៅគេយកកាប់វល្លិនេះហូបដល់ពេលយើងដើរដេចសង្វែងពេលកាលណាយើងស្រៀនទឹកស្រែកទឹកនៅក្នុងព្រៃហើយបងប្អូនមើលឃើញឲ្យស្គាល់ទៅវល្លិនេះថ្ងៃក្រោយបងប្អូនដើរក្នុងព្រៃបងប្អូនឃើញវល្លិហ្នឹងបងប្អូនស្រែកទឹកបងប្អូនកាប់ពិសាទទួលទានទៅវល្លិហ្នឹងវាបំបត្តិស្រែកទឹកហើយទឹកច្រើនណាស់បងប្អូនតែវល្លិនេះហើយខ្ញុំបានបញ្ចាំងឲ្យបងប្អូនមើលនេះគេកាប់រួចហូបទឹករួចអស់ហើយនៅសល់តែកូនវល្លិទូចមួយអត់ទាន់មានដាក់ទឹកទេវល្លិធំដែលឃើញហ្នឹងគេចោះយកបាត់ហើយបងប្អូននៅតែវានៅសល់មួយខាងអញ្ចឹងទៅវាដុះខ្នែងមកឲ្យបងប្អូនមើលឃើញឲ្យបានស្គាល់ថ្ងៃក្រោយដើរដេចសយ៉ាលអញ្ចឹងក្នុងព្រៃព្រឹក្សាអញ្ចឹងទៅទទួលយើងស្រែកទឹកយើងពិសាទទួលទានកាត់វល្លិទឹកហ្នឹងទៅហើយបងប្អូនកាត់ទៅបានទឹកពិសាទទួលទានហើយពេលដែលយើងឃ្លានទឹកនៅពេលដែលយើងដើរដេចសយ៉ាលក្នុងព្រៃបងប្អូនណាព្រមមិនដាទេក្នុងព្រៃភ្នំដើរទៅជក់មើលនាយមើលអាយទៅវាធ្វើឲ្យស្រែកទឹកពេលខ្លះដៅហត់ហែងអញ្ចឹងទៅវាធ្វើឲ្យយើងស្រែកទឹកពេលយើងស្រែកទឹកគោលដៅរបស់យើងនៅឆ្ងាយយើងដើររវល់នេះទៅយើងកាប់ពិសាទទួលទានទៅយើងបានលែងស្រែកទឹកហើយនេះបដោះអាសន្ននៅពេលព្រៃហើយពិសាទៅអត់មានពុលអត់មានអីទេបងប្អូនវល់ទឹកហ្នឹងគេសម្រាប់តែចឹងសម្រាប់ព្រានព្រៃអីចឹងពីដើមគេដើរបាញ់ពួកព្រានព្រៃដើរបាញ់ទៅគេពិសាទទួលទាននៅវល្លិទឹកហ្នឹងតែគេដឹងកន្លែងណាមានវល្លិទឹកគេដើរទៅរកកន្លែងនោះហើយដល់ពេលស្រែកទឹកគេកាប់ពិសាទទួលទានទៅហ្នឹងពួកព្រានព្រៃពីដើមស្រុកពីដើមណាដែលគេមិនបាច់វិចទៅតាមទេព្រោះគេដឹងរឿងវល្លិនៅព្រៃនេះព្រៃនោះចឹងទៅវាមានវល្លិទឹកនឹងដុះចឹងទៅគេមិនបាច់វិចទេនៅតែធ្ងន់គេចាំទៅដល់ស្រែកគេសំដៅទៅរកកន្លែងវល្លិទៅកាប់ពិសាទទួលទានគាត់ធ្វើដំណើរទៅមុខទៅនឹងពួកព្រានព្រៃពីដើមស្រុកពីដើមនោះតែដើរបាញ់សัตว์បាញ់រលកបាញ់សัตว์ជើង4ជើងអីចឹងណាបងប្អូនក៏ពីដើមហើយឥឡូវគេមិនបាញ់ទេពាក់ព័ន្ធនឹងច្បាប់បរិស្ថានច្បាប់មេព្រៃអីទៅមានបញ្ហាដល់ជីវិតយើងច្បាប់គេកំណត់ឲ្យបរបាញ់គាត់ថាស្រុកពីដើមលោកគ្រូរៀបរាប់ឲ្យបងប្អូនបានដឹងហើយគេដើរដើម្បីស្រែកទឹកគេកាប់វល្លិនឹងហូបហើយនៅជាចុងក្រោយបងប្អូនហើយខ្ញុំបាទសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតបងប្អូនបានចូលមើលបានស្គាល់វល្លិនេះចែកជាធម្មទានចុច like ចុច share ឲ្យបងប្អូនដែលមិនបានទាន់ចូលព្រៃឲ្យបានមើលផងដើម្បីថ្ងៃក្រោយគាត់ចូលព្រៃគាត់បានវល្លិនេះទៅកាប់ទឹកសិសាទទួលទានហើយដោយពេលវេលាខ្លីខ្ញុំបាទសូមធ្វើដំណើរទៅមុខទៀតហើយបងប្អូនលាហើយអរគុណច្រើនបងប្អូនបាយបាយ